ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមកមើលខ្ញុំនឹងនាំបងប្អូនមកមើលក្មួយរបស់ខ្ញុំក្មួយស្រីណាហើយជាក្មួយដែលល្អចេះជួយការងារពុកម្ដាយហើយការរៀនសូត្រក៏ល្អដែរបានសរសើររហូតមកបងប្អូនជាប់ណាក់ថ្នាក់លេខ1ទៀតឆ្នាំមុនណានេះមកទស្សនាទាំងអស់គ្នាបាទនេះក្មួយខ្ញុំហើយរៀបសួរពុកម៉ែបងប្អូនមួយលេងរៀបសួរពុកម៉ែបងប្អូនមួយកុំអៀនទៅឥឡូវពងធ្វើនេះទៅពងលៀងមាន់ហ៎នេះជួយជាក្មេងល្អបងប្អូនជួយការងារម្ដាយណាលាងសម្អាតមាន់ទុកស្លហើយថ្ងៃនេះរៀនអត់ណាថ្ងៃអាទិត្យណាថ្ងៃអាទិត្យអូអ្នកសួរលើកើគាត់អ្នកសួរអត់មានមើលថ្ងៃអាទិត្យគេរៀនណាហើយលឺថារៀនបកែបានសរសើរប៉ុន្មានណាឥឡូវហ៎5បាន5តាំងពីថ្នាក់ទីម៉ានមកដល់ថ្នាក់ទីម៉ាន4បាន4ណាតាំងពីថ្នាក់ទីម៉ានមកដល់ថ្នាក់ទីម៉ានតាំងទី1ហ្មងទី1ឥឡូវមកដល់ថ្នាក់ទីម៉ានហើយទី5ចូលមានន័យថាមិនធម្មតាដែរបាទហើយអាចចែករំលែកបានទេការរៀនសូត្របែបម៉េចបានអាចទទួលបានសរសើររហូតអីចឹងណាហ៎